តោះយើងកណនី limit មួយតោះដើម្បីកណនី limit បានយើងជួសមើលរៀងតែយើងជួសមក sin 0បូកនឹង sin 0នេះជួស0ចូល x គុណនឹង0តាម x គុណនឹង0ថា sin 0ទៅ0ហ្នឹង sin 0ស្មើ0អញ្ចឹងរៀងមិនកំណត់0លើ0យើងដឹងរៀងមិនកំណត់0លើ0តែយើងកណនីមកតែយើងអាចដាច់ limit នឹងបាន limit x ទៅកិត0នៃ sin x លើ x ចឹងមកហើយយើងផ្ដាច់មកទៅមក limit បូកនឹង limit x ទៅកិត0នៃ sin 5x លើ x យើងកណនីទៀត limit x ទៅកិត0នៃ sin x លើ x បូកនឹង limit x ទៅកិត0នៃ sin 5x លើ x អញ្ចឹងយើងដាក់ពីក្រោមថែមពីលើដាក់ពីក្រោម5យើងគុណថែម5អញ្ចឹង limit គិតទៅចូលគិត0ដោយ sin x លើ x គឺស្មើ1យើងចំនួនចូលមក limit គិត0 sin 5x លើ 5x ហ្នឹងក៏ស្មើ1ដែរដោយសារ limit គិតចិត្ត0នៃ sin ax លើ ax ស្មើ1កន្លែងហ្នឹងអញ្ចឹងបូកនឹង1គុណនឹង5អញ្ចឹង1បូកនឹង5អញ្ចឹង limit យើង a យើងគឺស្មើនឹង6បាទសូមអរគុណ